តើគ្នាខ្ញុំបានសង្កេតឃើញអ្នកដែលមករៀនមួយខ្ញុំភាគច្រើនគឺគាត់បកកែប៉ុន្តែកលឹះដែលសំខាន់ដែលខ្ញុំសង្កេតឃើញគឺការយកច្រឡំមួយចំនួនក៏ពិតយើងអ្នកកែរូបគឺខ្ញុំសង្កេតឃើញអ្នកដែលមកបដោះបដាផ្ទាល់មួយខ្ញុំមួយរយៈចុងក្រោយហ្នឹងគឺគាត់ភាគច្រើនបកកែស្រាប់ប៉ុន្តែគាត់ខ្វះចំណុចតិចតួចមែនទែននៅក្នុងរូបភាពអីដែលមានការយល់ច្រឡំធំបំផុតគឺច្រឡំថាយើងកែរូបឲ្យបានបែបនេះបែបនោះក៏ពិតវាអាស្រ័យខ្ពស់ទៅលើប្រភេទរូបភាពហ្មងរូបភាពប្រភេទកាមេរ៉ាប្រភេទ lens អីផ្សេងចឹងអីដែលខ្ញុំសង្កេតឃើញគឺបែបហ្នឹងគឺថាគាត់ចេះហើយប៉ុន្តែគាត់ជាការយល់ច្រឡំឧទាហរណ៍ថាគាត់យល់ច្រឡំថាធ្វើស្បែកបែបមិនស្អាតអូខេស្បែកស្អាតអត់អីទេប៉ុន្តែប្រភេទពណ៌ស្បែកប្រភេទអាកាសធាតុប្រភេទអីហ្នឹងយើងច្រើនតែយល់ច្រឡំថាហ្នឹងបានមកពីការ edit ប៉ុន្តែអីដែលខ្ញុំបរៀនជាក់ស្ដែងគឺខ្ញុំបរៀនឲ្យចេះមើលរូបថងថារូបភាពវាផលិតមកស្រាប់យើងគាត់ថាប៉ះពាល់ពីលើតិចតួចទេក៏ពិតទៅវាមិនអាស្រ័យទៅលើការ edit ទាំងស្រុងទេគឺអាស្រ័យលើការថតប្រភេទ lens កាមេរ៉ាដែលផ្ដល់ទឹកពណ៌ហ្នឹងវាដិតស្រស់ឬមួយក៏វាថ្លាវាអីគឺវាអាស្រ័យទៅលើការថតសឹងតែថា 90% គឺ edit តិចតួចមែនទែនអញ្ចឹងក្នុងនាមយើងអ្នកកែរូបយើងត្រូវដឹងថាយើងយកប្រភេទរូបយើងបែបម៉េចបែបធ្ងន់បែបស្រាលប្រភេទធម្មជាតិឬមួយក៏ប្រភេទរសជាតិណាដែលយើងចង់បានអញ្ចឹងខ្ញុំផ្ដល់ជាយោបល់ថាឆ្លាញ់អីដែលជារសជាតិដែលយើងធ្វើហើយកុំស្ទាក់ស្ទើរនឹងការធ្វើអញ្ចឹងក៏ពិតធាតុផ្សំរបស់រូបរបៀបមើលវាអត់មានអីពិបាកទេរបៀបធាតុផ្សំរបស់រូបឧទាហរណ៍ថាសាច់រូបយើងចង់មើលសាច់រូបខ្ញុំសង្កេតឃើញថាទី1យើងត្រូវដឹងពីពណ៌របស់រូបតើវាផលិតទឹកពណ៌មកបានប៉ុណ្ណាពណ៌របស់រូបខ្ញុំដាក់ឲ្យធំតិចដើម្បីសួរໄວទី1ពណ៌ពន្លឺច្នៃប្រឌិតអញ្ចឹងតកតងនឹងពណ៌វាមានដិតស្រាលងាយក្មេងមកតីក៏អាចយល់បានដែរពន្លឺភ្លឺងងឹតអូខេ easy អញ្ចឹងខ្ញុំបរៀនគឺងាយបំផុតហើយមួយទៀតខ្ញុំភ្លេចមួយដែលសំខាន់គេហៅថាdetail ប្រភេទជាបើសិនជាបកមកខ្មែរគេហៅថានិយាយទៅឥឡូវខ្ញុំសរសេរ detail ចឹងចុះបើសិនជាភាសាបច្ចេកទេសខ្មែរយើងវាស្តៀងវាមានរលោងក្រើមអីជាដើមប៉ុន្តែខ្ញុំភ្លេចថាខ្ញុំត្រូវបកទៅខ្មែរថាម៉េចអា detail ពេលខ្លះយើងពិបាកហើយមានរលោងមានក្រើមមានអីហ្នឹងគេ detail គេហៅថាភាពម៉ត់ភាពរលោងហ្នឹងណាចង់គាំងម្ដងដែរពេលដែលនិយាយជាភាសាខ្មែរដោយសារតែប្រភេទអស់ហ្នឹងវាជាទ្រឹស្ដីដែលយើងរៀនពីស្តង់ដារស្រុកគេមកដល់ពេលអញ្ចឹងដល់ពេលដែលយើងបកមកខ្មែរយើងអាចថាយើងអត់ទាន់បានកំណត់ជាក់ស្ដែងថាយើងគួរតែបកមកបែបម៉េចណាប៉ុន្តែយើងអាចយល់បានថាវាជាភាពម៉ត់ភាពរលោងភាពក្រើមហ្នឹងហើយការច្នៃប្រឌិតហ្នឹងយើងមានន័យថាយើងច្នៃប្រឌិតលើរូបមាន
យើងប្រើអីជាអារម្មណ៍វាអាចជាអារម្មណ៍របស់រូបហ្នឹងវាអាចឆ្នៃប្រឌិតយកពន្លឺទៅជាឆ្នៃប្រឌិតមកយកពន្លឺយកពន្លឺទៅជាឆ្នៃប្រឌិតយកអារម្មណ៍ជាឆ្នៃប្រឌិតអីផ្សេងណាហើយនិយាយទៅវាមានរបៀបច្រើនវាមានសក់ខ្មៅអីជាដើមណាសក់ខ្មៅអូខេអញ្ចឹងសរសេរមកក្នុងមួយរូបនឹងវាមានតែប៉ុណ្្នឹងឯងមករូបភាពអាស្រ័យលើយើងអានឹងវាអាចយកជា angle camera អាចថាយកប្រភេទរូបបង្ហាញរូបលក្ខណៈប្រភេទយើងប្រើ lens wide lens close up អីជាដើមអាហ្នឹងចង់បានន័យថាអញ្ចឹងរូបប្រភេទរូបទេសភាពរូបអីហ្នឹងមានប្រាប់ថា angle យកមកឆ្នៃប្រឌិតអូខេអញ្ចឹងដូចនិយាយទៅដូចរូបរបស់ហ្នឹងគេហៅថាប្រភេទចូល portrait មកឆ្នៃប្រឌិតអានេះគាត់ប្រើ filter ប្រើអីផ្សេងដើម្បីចេញរូបអស់ហ្នឹងបានណាហើយនេះយើងយកពន្លឺមកធ្វើការឆ្នៃមានន័យថានៅជុំវិញងឹតទាំងអស់ប៉ុន្តែយើងឲ្យចាំងតែនៅកណ្ដាលនឹងតិចមួយមានន័យថាយើងឆ្នៃប្រឌិតតាមរយៈពន្លឺអញ្ចឹងទាំងអស់គ្នានឹងងាយយល់ហើយអានេះយើងប្រើពន្លឺដូចគ្នាដែរប៉ុន្តែយើងប្រភេទចាំងជះមកបដិញណាដើម្បីគេហៅថាឆ្នៃប្រឌិតដូចគ្នាដែរណាអូខេហើយនេះរូបភាពដែលថតមកបែបហ្នឹងមិនមែននិយាយយើង edit ទេគឺបរិយាកាសគឺវាអញ្ចឹងយើងថតក្នុងកំឡុងពេលខែក្តៅដែរអញ្ចឹងពីព្រលឹមទៅវាអាចនឹងបានទេសភាពបែបហ្នឹងហើយស្បែកអីវាមកពីទូអង្គនេះកណ្ដាលថ្ងៃហើយគ្មានអ្នកណាថតលើសអ្នកណាទេថ្ងៃគឺថ្ងៃឯងអូខេហើយនេះគឺជាយើងប្រើប្រភេទ lens angle តែធ្វើម៉េចឆ្នៃទៅឲ្យចេញពន្លឺមកនិយាយទៅយើងឆ្នៃធ្វើម៉េចឲ្យមករូបហ្នឹងវាមានធាតុផ្សំមានទាំង model មនុស្សហ្នឹងមានថ្ងៃមានអីហើយនេះគេហៅថាយើងប្រើអារម្មណ៍ដូចខ្ញុំប្រាប់អញ្ចឹងតែយើងអាចប្រើជាអារម្មណ៍មានន័យថារូបហ្នឹងអត់បានបែរមកយើងទេប៉ុន្តែយើងមានអារម្មណ៍ថារូបហ្នឹងបង្ហាញពីភាពអន្លង់លោចនៃការមើលទៅរូបភាពអញ្ចឹងយើងធ្វើឲ្យយើងដាក់អារម្មណ៍អូខេប្រភេទនេះគេហៅប្រភេទ close up យកចំណុចណាមួយអញ្ចឹងឃើញគ្រប់យ៉ាង blur ទាំងអស់សល់តែចំណុចណាមួយគឺប្រភេទ lens angle close up អូខេអញ្ចឹងវាមិនមែនដោយសារតែការ edit របស់យើងស្អាតទេទី1មនុស្សស្អាតស្រាប់ទី2ការថតយើងប្រើ lens មានគុណភាពយ៉ាងល្អដែរ lens មិនមែន lens ថ្លៃស្អីទេគ្រាន់ថាអ្នកប្រើនឹងគឺមានស្តង់ដារប្រើមានការជូតសម្អាត lens បានត្រឹមត្រូវអីជាដើមណាធ្វើឲ្យ lens នឹងថ្លាស្អាតការថែទាំអីហើយនេះគេហៅប្រភេទកុំឲ្យ subject នឹងរវល់ជាមួយអីផ្សេងមានន័យថាកន្លែងក្បាលគាត់គឺនៅកន្លែងស្រឡះល្អវា clean ល្អអូខេស្រឡះ clean ល្អហើយមួយទៀតការរើសរូបមានន័យថារូបថតយើងថតច្រើនអូខេរូបយើងថតច្រើនប៉ុន្តែយើងអ្នករើសរូបថាយើងយករូបប្លង់ណាមកបង្ហាញគេណាអូខេយើងយករូបប្លង់ណាមកបង្ហាញគេរូបយើងថតច្រើនមែនតែយើងយកប្លង់មួយណាដែលត្រូវយើងមកបង្ហាញគេអញ្ចឹងអានឹងក្នុងនាមយើងជាអ្នកថតយើងជាអ្នកឆ្លាតវៃយើងប្រម៉ូទរូបហ្នឹងយើងប្រម៉ូទបែបណារើសប្លង់ណាប្លង់អីយើងតាឱកាសកាលខ្ញុំចេញថតដំបូងក៏ខ្ញុំព្យាយាមដែរខ្ញុំថតខ្លួនឯង edit ខ្លួនឯងរហូតដល់ខ្ញុំ build ជា team មួយដែលបកែហើយ team យើងក៏គាត់អភិវឌ្ឍបន្ថែមខ្លួនគាត់ជំនាញទៅយើងបង្កើតជា team មួយឥឡូវនេះដែលខ្ញុំលើកំពុងតែផ្ដោតលើការងារ marketing ការងារបរិញ្ញាការងារធ្វើពណ៌ធ្វើពលឺការងារតាក់ទងមួយភ្ញៀវការថតខ្ញុំអត់បានចុះទៅផ្ទាល់ដូចមុនទេអញ្ចឹងខ្ញុំ
ខ្ញុំនៅតែចោះដែរនៅពេលដែលអត់មានក្រុមការងារគ្រប់គឺខ្ញុំនៅតែចោះចោះទៅថតខ្លួនឯងដែរតែកម្លាំងរបស់យើងវាមិនអាចដូចមុនមែនទេអញ្ចឹងយើងត្រូវការអ្នកបកកែឲ្យច្រើនអូខេអញ្ចឹងនេះជា tip ដែលខ្ញុំចែកតិចតួចខ្ញុំចង់បង្ហាញដល់អ្នកគ្នាថារូបភាពដែលយើងមើលទៅថាវាមានរបៀបនៃការ edit ហ្នឹងគឺអត់មានអីថ្មីទេអញ្ចឹងវាគ្រាន់វាបានមកពីបរិយាកាសជាក់ស្ដែងមកហ្មងណាអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងផុសនៅក្នុង YouTube វីដេអូហ្នឹងអាចមើលពេញនៅ YouTube បានណាអរគុណ